ឥឡូវនេះមានបញ្ហាកម្មដែលព្រះអង្គគ្រូញាតិទៅតោះមកបានរតនាមកគឺអតិតៈបរិយាយសោព្រះអង្គទ្រង់សម្ដែងប្រុសដល់បញ្ចវិគិអូប៉ុនអង្គណាតាគឺដោយប្រសូតនឹងឯងគឺវិខុតាំងនៅក្នុងអរហត្តផលដោយប្រសូតនេះឯងហើយនៅក្នុងប្រសូតហ្នឹងមានសេចក្តីថាភ្នែកជារបស់ក្តៅកាលណាភ្នែកជារបស់ក្តៅរូបដែលឃើញដោយភ្នែកហ្នឹងក៏ជារបស់ក្តៅហើយចក្ខុវិញ្ញាណធ្វើទេសនៈហ្នឹងឃើញហ្នឹងក៏ជារបស់ក្តៅការប្រជុំនៃភ្នែករូបហើយនឹងចិត្តគឺចក្ខុវិញ្ញាណនេះឈ្មោះថាភាសៈហ្នឹងក៏ជារបស់ក្តៅឯវេទនាដែលកើតអំពីចក្ខុសម្ផស្សហ្នឹងក៏ជារបស់ក្តៅដែរព្រមទាំងសេចក្តីត្រេះរិះផ្សេងហ្នឹងក៏ជារបស់ក្តៅតាមផ្លូវភ្នែកទៅជាចមុខអណ្ដាតកាយហើយនឹងចិត្តហ្នឹងណាអញ្ចឹងក្នុងអាយតនៈទាំង12នេះគឺសង្គ្រោះរួមមកជាទ្វារវិធ័យ75 6ហើយទ្វារវិធ័យ76នេះឯងមានចំពោះលោកម្ចាស់គ្រប់ព្រះអង្គមានចំពោះយើងគ្រប់គ្នាដែលតាក់តែងទៅដោយភ្នែករូបចក្ខុវិញ្ញាណនឹងឯងជាដើមអញ្ចឹងបានសេចក្តីថាទ្វារទាំង6នេះគឺជារបស់ក្តៅហើយកាលណាជារបស់ក្តៅធម្មតាក្តៅល្មមយើងមិនសូវដឹងទេបើថាក្តៅខ្លាំងត្រង់បានដែរក្តៅខ្លាំងអាចរលួយឬក៏រលាកហើយនឹងអាចទៅជាបែកធ្លាយអញ្ចឹងជាសុខវាជាទុក្ខអញ្ចឹងពាក្យថាក្តៅនេះបញ្ជាក់ថាវាជាទុក្ខហ្នឹងបងហ្នឹងមិនមែនក្តៅស្រួលដូចយើងទៅដកភួយខែលងាទេអត់មែនទេក្តៅនៅក្នុងទីនេះគឺវាជាទុក្ខវាជាទុក្ខដែលលំបាកនឹងអត់ធន់បានណាបងមួយខែកន្លងមកទ្រាំបានខ្លះដែរទេបងដែលឈឺហ្នឹងណាទ្រាំបានទេហ្នឹងអានេះវាជាទុក្ខហ្នឹងក៏ក្តៅគ្រុនល្ងាអីល្មាក់ល្មមផងតែក្តៅនៅក្នុងទីនេះក្តៅរាគដោយរាគៈទោសៈនមោហៈនេះមិនមែនក្តៅល្មាក់ល្មមទេក្តៅខ្លាំងណាស់នៅក្នុងធម្មវិន័យគឺណាហ្នឹងហើយក្តៅនេះទៀតយើងអត់អាចដឹងតាមផ្លូវចិត្តឬក៏តាមផ្លូវភ្នែកទៅជាចមុះអនាតកាយបានទេអាក្តៅហ្នឹងបើក្តៅភ្លើងយើងដឹងតាមកាយនេះបានម្ដងហ្នឹងហើយក្តៅគ្រុនល្ងាអីយើងដឹងតាមផ្លូវកាយនេះបានតែក្តៅភ្នែកដែលជារបស់ក្តៅរូបរបស់ក្តៅនេះគឺទ្វារទាំង6អត់អាចដឹងក្តៅបានរបស់យើងហ្នឹងណាតលតែភ្នែកនៅក្នុងគោចររបស់ព្រះអង្គតលភ្នែកនៅក្នុងវិបស្សនាតលភ្នែកនៅក្នុងសតិប្បដ្ឋានតលភ្នែកនៅក្នុងសមថវិបស្សនាអាចបានដឹងទទួលស្គាល់ថាក្តៅពិតប្រាកដតែទ្វារទាំង6យើងនេះមិនស្គាល់ក្តៅនឹងទេព្រោះវាជាតួក្តៅអាទ្វារទាំង6នេះគឺជាជំរុំក្តៅជាចង្ក្រានក្តៅហ្នឹងតែឲ្យវាដឹងថាក្តៅវាអត់ដឹងទេតែអ្នកដែលដឹងថាក្តៅវាតលទ្វារព្រះសម្មាសម្ពុទ្ធគោចររបស់ព្រះអង្គនោះបានមានភ្នែកដឹងរបស់ក្តៅនឹងបានណាលោកចាហ្នឹងនេះឯងទៅជាសេចក្តីដែលយើងត្រូវយល់ហើយក្តៅគឺយ៉ាងម៉េចក្តៅដោយសារមានរាគៈមានទោសៈមានមោហៈក្តៅទៅដោយរាគៈទៅដោយទោសៈទៅដោយមោហៈក្តៅទៅដោយជារីក្តៅទៅដោយមរណៈក្តៅទៅដោយសោកៈបរិទេវៈលំបាកតាមផ្លូវកាយលំបាកតាមផ្លូវចិត្តនិងសេចក្តីចង្អៀតចង្អល់ចិត្តអញ្ចឹងទ្វារទាំង6នេះប្រព្រឹត្តទៅដើម្បីក្តៅឃ
khơi rụp hai để kẹt cả là thì nhớ còn gì đấy lư sum lên như hai khăn cả là tô sạ cả là mày này ở thọp lư sum lên hay khăn là đại biển này ở mình đó còn là lư sum lên nhá lư sum lên hay khăn tầm đó để bắt bóng uống này hả cái đau tí đây nè trời ơi rồi bọnนี้ chỉ được bỏ bảy thề chỉ sẽ bọc này rồi tạo việc cả để ta so tiền mấy cái ở việc tất cả đã đáng chơi mấy cái từ một cái nó không sẽ đây lại dồn giờ tại giờ ọt đắng tôi lủng bánh giang na cả đó nó thì trong ban đi mau tiết trong ban không may mau tiết đó nè cha nó bị đắng thay vì mình cho bài rồi nó bị thừa bạc có thấy giờ không may mau tiết không may nó bị đài rồi thì thiệt nữa vì con là ban không may còn thấy đi vì mau là đài một tiết tới cái đời cha tới bài thề tới bài pro ấy tao nói này chân nước non sự cái đây ní để bọn ông trong sầm đánh chia là bóc cả đài với những bên đi thẳng khơi tam phơi phun nê hai riêng kia cả lại khơi tam phơi phun nê hai khăn cả lại đây thọ lọp đấy con là khơi cái chừng ngay nó khăn tầm đó đấy thọ lọp đấy kia đã tại ai như nó kia bên quay khuôn nhớ con là khơi nhanh như mỏng thọ lọp đấy như chẳng hạn thì nó cái nào cái đài thì chẳng có quên chẳng hơi nữa khơi hơi về cho đó thọp khơi hay về để họ thọp khơi ấy đem về thọp khơi ấy đem về khơi sẽ đầy mía khơi kịp bịa bày từ lần ấy có là khơi về mà đó về chẳng phải hả là về cho những thừa mấy bọn bạn đội kê phải lồi vậy nhớ có vậy nó ngay việc cái đại vậy nè nó ngay cái đại họ khơi hới sào thì mà đó khơi hới sào mày đến để cứu mình đó khơi hới sào của nó khơi hới sắc sủa mình nước tới bạn ấy còn tới bên nơi lúc thọt đó bên nơi ở đây rom dừng nơi cực đó nè chẳng tới suy cái đây sắc sủa lắm cả là khơi hới lụng bạn cài khơi hới lụng bạn chặt khơi hới chẳng ít chóng chặt mày đấy khơi ấy để khơi nhau chẳng ít chẳng chặt món trâu si spray spray dựng đám đó á hay là bòn gọn miền là bòn cà phê là món kia trâu một gì ôi thảo việc cho ai chết dê tới việc dê bằng cả pro nệ xong sơ cho bùi kia nè nhẹ thợ bòn cho bùi kia dê tới bằng cả hay bỏ ăn dê tới spray ấy vì si từng rồi đơn giản thế này là thường này nó ngay cái con chứ cái này chứng ban sĩ cái đây thà bỏ ông xong đánh thà ai giặt tận nạ tiếng bụng môi khẳng khăn nóng là giặt tận nạ bụng môi khẳng cả chưa được bóc cả đào đi đam bay bỏ ông miên ăn môi đam bay ở dương vô màu tiết rồi cái đam bay ở dương liền bỏ vô lấy việc cọp ăn được này nữa vô màu vô phát này từ chị cho món ăn cay rụp sầm lên lên rồi phật tập vô màu tham tiết bụng môi màu tham tiết rồi có tới tại lẽ bỏ mày đấy chẳng thô nó cứ chỉ thô để bọn tự ở lẽ bỏ việc ta cắt đau nó việc cọp bay lẽ bỏ mày đấy rưới có đám bấy lốt chèn rưới đám bấy stu chèn bây giờ là bỏ cái nào này hay lốt chèn stu chèn lẽ băng trào nít cứ chia cái gia này mẹ để lẽ băng stu chèn lo chanh ấy đó cứ chỉ kể đi ra đây mẹ lô cái dễ bạn đo vipassana bạn đo samatha vipassana bạn đo là sattva thả bạn đo bồn để ví dụ bồn môn gì không biết đang khỏi dụ bồn màu này dễ bạn để cứ lô chanh rồi lo chanh kích chanh liệt bằng nước đau mẹ chỉ cô cho bỏ ỏng đó tại dừng vua bon môn này dễ không có đi cả
ខុសវុទ្ធិកាអត់មានបុណ្យណាឈ្មោះថាលោតចេញពីក្តៅនឹងបានទេអត់មានទេបុណ្យគ្រាន់តែឲ្យផលយើងបានសុខបានស្រួលពីជាតិមួយទៅជាតិមួយពិភពមួយទៅភពមួយវានៅតែក្នុងវត្តដាក់ហ្នឹងក៏ចាតែឲ្យលោតចេញពិភពគឺអត់មានទេអ្នកណាពោលថាបុណ្យហ្នឹងគឺខុសហ្មងហ្នឹងធ្វើបុណ្យគាត់តែបានសេចក្តីសុខបានសេចក្តីស្រួលមានបានអារម្មណ៍ល្អទៅនៅក្នុងអត្តភាពទេយល់ទេចាតែយើងត្រូវការសេចក្តីសុខសេចក្តីស្រួលរបស់អត្តភាពមានភ្នែកមកទៀតដែរណាភ្នែកបងថាក្តៅអញ្ចឹងហាក់ដូចជាធ្វើបុណ្យដើម្បីបានអាក្តៅមកទៅដែរតើនេះគឺចឹងហើយបើថាបុណ្យនឹងគឺជាមគ្គលោតចេញពីរបស់ក្តៅណាអត់មានវុទ្ធិកាទេបងតែសំដែងអញ្ចឹងទេតើនេះគឺយ៉ាងហ្នឹងពីព្រោះភ្នែកតិចច្រមុះដាតកាយចិត្តរូបសម្លេងក្លិនរសផលថាពៈនិងធម្មអារម្មណ៍សិតតែជារបស់មិនទៀងឃើញទេសិតតែជារបស់មិនទៀងរបស់ជាទុក្ខរបស់ដែលមិនមាននរណាមួយបង្កប់បញ្ជាបានជាអនត្តាជារបស់ប្រែប្រួលជារបស់បែកធ្លាយជារបស់សោះសូន្យជារបស់ទទេជារបស់ដែលមិនមានក្លិនអត់មានក្លិនហ្នឹងគាត់ចាតែបទជជនយើងដែលអត់បានសិក្សារៀនសូត្របានអប់រំនៅធម៌របស់ព្រះអរិយថាមានក្លិនអស់យ៉ាងហើយគាត់ចាមានក្លិនតែនៅក្នុងធម្មវិន័យនៃព្រះអរិយគឺជារបស់អត់មានក្លិនសារោតដ្ឋៈនៃវិជិតិគឺជារបស់ដែលអត់មានក្លិនទេតែយើងក្លិនណាមានលុយពី12000 $20,000អីប៉ុណ្ណេះក្លិនបាត់មានផ្ទះនៅវិឡាននៅប៉ុណ្ណេះក្លិនបាត់មានឡានផ្ទាល់ខ្លួនជិះអីហ្នឹងក្លិនបាត់ហើយបើបានឡានមកមានវ៉ែនតាពាក់ទៀតក្លិនបាត់ហើយបើមានខ្សែកពាក់លើកកមួយទៀតកាន់តែក្លិនមកទៀតបើមានខ្សែកអាស្បែកជើងអេសកាប៉ាន់អាស្បែកជើងចោលហ្នឹងក៏ចាអាហ្នឹងកាន់តែក្លិនមកទៀតដល់ចំពុកដួលបែកមាត់អាហ្នឹងកាន់តែក្លិនទៀតឃើញទេដោយសារអារបស់ដែលវាបែកធ្លាយនេះឯងយល់បានទេគាត់ចាអញ្ចឹងបើភ្នែកជារបស់ក្តៅរូបជារបស់ក្តៅចក្ខុវិញ្ញាណជារបស់ក្តៅភាសៈជារបស់ក្តៅវេទនាជារបស់ក្តៅអញ្ចឹងស្អីទៅដែលជារបស់មិនក្តៅម៉េចឥឡូវយើងលើកជាសំណួរអញ្ចឹងគាត់ចាណាបើភ្នែកទៅជាច្រមុះអណ្ដាតកាយចិត្តរូបសម្លេងក្លិនរសផលថាពៈនិងធម្មអារម្មណ៍ហើយនឹងវិញ្ញាណមโนវិញ្ញាណវេទនាជារបស់ក្តៅអញ្ចឹងមានរបស់តិចដែរអត់មានរបស់តិចគឺកន្លែងណាមែនចង់សួរថាតើមានរបស់តិចដែរអត់គឺអីល្អតលថាព្រះនិព្វាននេះគ្រូបានត្រូវយល់ថាភ្នែកជារបស់ក្តៅអញ្ចឹងរបស់តិចគឺអីគឺកន្លែងដែលអត់ភ្នែកកន្លែងណាដែលអត់ភ្នែកព្រះនិព្វានយល់ទេអញ្ចឹងរូបជារបស់ក្តៅតែទីណាដែលតិចគឺទីណាដែលអត់រូបយល់ទេបងលៀងយល់ទេអញ្ចឹងណាទីណាដែលអត់រូបទីណាដែលអត់តិចទីណាដែលអត់សំឡេងណែទីណាដែលអត់ភ្នែកតិចចំហណាតកាយចិត្តទីណាដែលអត់រូបសំឡេងក្លិនរសផលថាពៈនិងធម្មអារម្មណ៍ទីណាគឺព្រះនិព្វានយល់ទេអញ្ចឹងហើយកាលណាទីនឹងជាកន្លែងតិចអញ្ចឹងត្រូវចេញពីអាក្តៅទៅរសតិចដែរអត់វាអត់អាក្តៅវានៅតែក្តៅយើងទៅកែប្រែអាក្តៅឲ្យតិចអត់មានទេវាមានតែចេញពីក្តៅទៅរសតិចអញ្ចឹងតិចនោះវាផ្សេងពីក្តៅមិនអញ្ចឹងវានៅផ្សេងគ្នាអញ្ចឹងត្រូវនៅក្នុងក្តៅដើម្បីតិចឬក៏ដើម្បីចេញពីក្តៅដើម្បីត្រជាក់តើទៅចេញអ្នកគ្រូពុទ្ធសាសនាគឺត្រូវចេញពុទ្ធសាសនាត្រូវរលាស់ចេញហើយរលាស់ចេញពីក្តៅមករកតិចនេះឯងនឹងឯងគឺជាគោចររបស់ព្រះអង្គអត់មានបុណ្យទេអត់មានបុណ្យទេគឺបដិបទារបស់ព្រះអង្គណាប់តើនឹងឯងគេហៅថាមគ្គនោះហើយយើងតែងតែនិយាយយកបុណ្យមកនិយាយហ្នឹងអត់ត្រូវទេបុណ្យក៏នៃរឿងការរស់នៅស្រួលនៅក្នុងភពទៅក៏ចឹងដើម្បីឲ្យស្រួលខ្លះនៅក្នុងភពតែឲ្យចេញអត់មានទេអត់មានព្រះអង្គទ្រង់សម្ដែងចេញដោយបុណ្យគឺគ្មានទេមានតែចេញតែដោយគោចររបស់ព្រះអង្គដោយអរិយមគ្គដោយសតិប្បដ្ឋានដោយវិបស្សនាហើយជួនកាលអ្នកខ្លះពោលថាមានបុណ្យដែលអត់មានតណ្ហាមិនដែលមានបុណ្យណាអត់មានតណ្ហាទេគូចាមិនដែលមានបុណ្យណាអត់មានតណ្ហាទេព្រោះអីពីព្រោះសង្ខារនេះវាតាក់តែងជួនកាលវាជាបុណ្យ
សង្ខារនេះវាតាក់តែងជាបាបសង្ខារនេះវាតាក់តែងជាអនិច្ចំកាលណាវាតាក់តែងសង្ខារនេះវាតាក់តែងជាបុណ្យសង្ខារជាបច្ច័យដល់អីសង្ខារជាបច្ច័យដល់អីដល់វិញ្ញាណអញ្ចឹងវិញ្ញាណចូលគៀកនឹងបុណ្យកាលណាចូលគៀកនឹងបុណ្យអានោះទៅបដិសន្ធិវិញ្ញាណហ្នឹងគឺវិញ្ញាណបដិសន្ធិក៏ទៅបដិសន្ធិទៀតសួរថាអត់មានតណ្ហាត្រង់កន្លែងណាបើមានបដិសន្ធិហើយអត់តន់ក៏ចានេះឯងដែលយើងត្រូវស្ដាប់ធម៌របស់ព្រះអង្គដែលយើងយល់អញ្ចឹងភិក្ខុ 1000 អង្គដែលស្ដាប់ព្រះអង្គទ្រង់សម្ដែងភ្នែកជារបស់ក្តៅនេះណាគឺភិក្ខុ 1000 អង្គនឹងលោកចេញពីក្តៅលោកចេញពីភ្នែកតែម្ដងកំណត់នៅភ្នែកតាមសេចក្តីពិតជារបស់មិនទៀងជាទុកជាអនត្តានឿយណាយដោយវិបស្សនានឿយណាយដោយមគ្គនឿយណាយដោយសតិប្បដ្ឋាននឿយណាយកាលណានឿយណាយហើយមានចិត្តតម្រេកអីទៅនៅភ្នែកទៀតដែរអត់មានយល់ទេគាត់ចឹងហើយកាលណាអត់មានតម្រេកនៅក្នុងចិត្តទេតើរលត់ដែរអត់រមែងរលត់ព្រោះវាប្រះចាកដោយតម្រេកហើយរមែងរលត់រមែងរលាស់ចេញដោយការនឿយណាយដែលយើងស្ដាប់នៅធម៌របស់ព្រះអង្គអញ្ចឹងព្រះអង្គទ្រង់សម្ដែងភ្នែកជារបស់ក្តៅហ្នឹងចង់ឲ្យភិក្ខុទាំង 1000 អង្គហ្នឹងមានបញ្ញាកំណត់ដឹងភ្នែកតាមសេចក្តីពិតហើយរលាស់ចេញទៅណារលាស់ចេញទៅកាន់ព្រះនិព្វានតាមផ្លូវណាតាមផ្លូវដែលព្រះអង្គមានទុកឲ្យយើងស្រាប់ផ្លូវហ្នឹងគឺផ្លូវរបស់ព្រះអង្គអត់មានផ្លូវយើងទេហើយផ្លូវព្រះអង្គមានតែមួយទេកូនចាផ្លូវតែមួយទេគឺមគ្គរលាស់ចេញតាមផ្លូវរបស់ព្រះអង្គហ្នឹងអត់មានទៅតាមផ្លូវធ្វើបុណ្យអីអត់មានទេវាจะស្រាប់បានទេអត់ទេណាយល់ទេគ្រូពុទ្ធសាសនាអ្នកណាយល់កន្លែងហ្នឹងគឺយល់ត្រូវតែម្ដងហើយទៅមើលនៅវិសូតណាក៏យល់ដែរហ្នឹងឲ្យដឹងថាអ្វីដែលជាបុណ្យអ្វីដែលជាបដិបទាជាគោចររបស់ព្រះអង្គឲ្យច្បាស់លាស់កុំឲ្យជិតបោកច្បល់គ្នាឲ្យសោះតែណាយើងយល់ច្បោកច្បល់គ្នាអត់ដឹងឯណាណីទេអញ្ចឹងគេអ្នកប្រាប់យើងគេអាចកុហកយើងឬក៏មិនយល់ដល់ទេយើងមិនដឹងថាមកជួបនៅពុទ្ធសាសនាត្រូវធ្វើអីអត់ដឹងទេដឹងតែរឿងទៅធ្វើនេះធ្វើនោះអញ្ចឹងឲ្យរឿងមករកគោចររបស់ព្រះអង្គអត់រវល់ទេគាត់អញ្ចឹងសូមអនុមោទនា